Welcome back ខ្ញុំបាទតារាស្វាគមន៍បងប្អូនទាំងអស់គ្នាមកកាន់ Channel Legendary តនៅការសម្រាយរឿងភាគទី16ក្របពូជវិញ្ញាណឋានសួគ៌ដែលជាភាពបន្តរបស់យើងក៏ដូចជាអ្វីដែលបងប្អូនអរគ្នាបានដឹងសម្រាប់រឿងមួយនេះខ្ញុំផុសដូចជាមិនក្រោម10ដងទៅហើយទេហើយក៏មិនក្រោម10 Channel ដែរប៉ុន្តែនៅពេលដែលផុសបាន 2-3 ថ្ងៃហ្នឹងគឺ Channel ជាប់ពមៀនហើយអញ្ចឹងធ្វើឲ្យខ្ញុំផុសភាគបន្តបានបងប្អូនមួយចំនួនគឺតែងតែ comment ថាហេតុអីបានផុសភាគដែរហើយផុសភាគតមូលហេតុគឺអញ្ចឹងឯងនៅពេលដែលផុសចេញហើយគេដាក់ពមៀនហើយ Channel មួយហ្នឹងគឺផុសបន្តទៀតបានអញ្ចឹងបើសិនជាឃើញ 3-4 Channel បន្តទៀតកុំឆ្ងល់អីមូលហេតុគឺបែបហ្នឹងជាក់ស្ដែងទៅរឿងហ្នឹងខ្ញុំមានរហូតដល់តែ276ភាគនៅក្នុង Telegram បើសិនជាបងប្អូនទាំងអស់គ្នាចង់ទស្សនាភ្លាមៗគឺចូលទៅក្នុងហ្នឹងទៅគឺអាចទស្សនាបានភ្លាមៗទាំង276ភាគតែម្ដងអញ្ចឹងណាហ្នឹងហើយគ្រាន់តែខ្ញុំគិតតម្លៃតិចតួចអីចឹងទៅថ្លៃកាហ្វេថ្លៃអីចឹងទៅហ្នឹងហើយអត់ច្រើនទេដូចគ្នាផងដែរបច្ចុប្បន្នខ្ញុំបើកក្រុម VIP ដែលជាប៉ាត់កំបាំងមួយហើយនៅក្នុងហ្នឹងគឺខ្ញុំបានផុសរឿងច្រើនខ្លាំងមែនតើឥឡូវដូចជាចង់600ភាគអីមានរឿងច្រើនជារឿងប្រភេទតង្ហွာក៏មានជាប្រភេទ manga ក៏មាន 2D ក៏មានសូម្បីតែ novel ដែលជារឿងនីតិហ្នឹងក៏មានដែរបច្ចុប្បន្នក៏មានបងប្អូនយើងចូលបានច្រើនក្រែលដែរដូចជា500ជាងនេះអីសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍គឺអាចចូលទៅបានដូចគ្នាដោយខ្ញុំគិតលុយជាប្រចាំខែហើយយើងអាចទស្សនារឿងជាប្រចាំថ្ងៃដែលខ្ញុំផុសជារៀងរាល់ថ្ងៃអត់ដែលខានទេហ្នឹងបើសិនជាបងប្អូនអរគ្នាមានចំណាប់អារម្មណ៍ចង់ចូលប៉ានឹងក៏អាចចូលបាន link នៅក្នុង comment ហើយខ្ញុំរងចាំតបបងប្អូនអរគ្នា24ម៉ោងអញ្ចឹងដើម្បីកុំឲ្យខាតពេលវេលារបស់យើងយូរចូលទៅកាន់សាច់រឿងរបស់យើងតែម្ដងទៅព្រឹកនេះថ្ងៃបន្ទាប់សិស្សទាំងអស់ដែលជាបេក្ខភាពប្រឡងនៅក្នុងពិភពជាយន្តក៏បានមកដល់ទីលាននៃការប្រកួតថៃឈានបានឲ្យរបស់មួយទៅកាន់ហ្វាំងហើយប្រាប់គេថានេះគឺជាអសត់ស្ដារឡើងនៅធម្មពលហ្វាំងហើយបានប្រកែកថាគេមិនត្រូវការប្រើប្រាស់នៅរបស់មួយនឹងទេប៉ុន្តែត្រូវបានថៃឈានបង្ខំគេក៏មិនដឹងថាធ្វើយ៉ាងម៉េចមានតែទទួលទុកហ្វាំងលៀនចូលមកនិយាយទៅកាន់ហ្វាំងហើយខ្ញុំបានឮថាពិភពតូចជាយន្តគឺជាកន្លែងដែលមានទេសភាពស្រស់ស្អាតភ្នំខ្ពស់ៗថែមទាំងមានទឹកធ្លាក់ទឹកជ្រោះពិតជាទេសភាពដ៏អស្ចារ្យពេលក្រោយខ្ញុំប្រកាសជានឹងចូលទៅជាមួយនឹងបងដែរហើយហ្វាំងហើយបានលួងនៅពេលរបស់ត្រឡប់មកវិញនឹងជួយបង្កើននៅការដាំដុះរបស់ឯងឲ្យខ្ពស់ជាងនេះនៅពេលនោះ3ខែក្រោយឯងប្រកាសជាអាចចូលទៅទីនោះបានចង់ចេញមកវិញអញ្ចឹងហ៎ក្មេងប្រុសម្នាក់ដែលនៅក្បែរនោះបាននិយាយតែម្នាក់ឯងនៅពេលដែលឯងចូលទៅហើយនឹងមិនអាចត្រឡប់មកវិញបានជារៀងរហូតព្រឹទ្ធាចារ្យម្នាក់ដើរចេញមកប្រកាសឡើងពេលវេលានៃការចូលទៅក្នុងពិភពតូចឈិនយន្តចាប់ផ្ដើមខ្លងទ្វារនៃប្រាសាទមួយក៏បានផុសនៅកណ្ដាលអាកាសអ្វីត្បិតតែថាពិភពតូចឈិនយន្តគឺជាកន្លែងដែលបានប្រសិទ្ធពរដោយអាទិទេពក៏ប៉ុន្តែនៅពេលដែលពួកឯងចូលទៅទីនោះជីវិតនឹងដើរលើខ្សែបន្ទាត់ស្លាប់រស់ដែលមិនអាចរំពឹងទុកមុនបាននៅពេលដែលអ្នកទាំងអស់គ្នាមានអារម្មណ៍ថាមិនអាចទ្រាំទ្របានត្រូវតែបំបីផ្លាកសញ្ញាមួយនេះនៅពេលនោះពួកឯងនឹងអាចចាក់ចេញពីពិភពតូចឈិនយន្តមកខាងក្រៅបានដោយរបស់មួយនេះអ្នកដែលអាចទ្រាំទ្រនៅក្នុងពិភពឈិនយន្តបានយូរជាងគេអ្នកនោះគឺជាអ្នកឈ្នះនៅក្នុងការធ្វើតេស្តសាកល្បងនៅក្នុងពិភពតូចឈិនយន្តមួយនេះលោតចូលទៅហ្វាំងហៅបានមកដល់កន្លែងដល់ចម្លែកមួយកូនអ្នកតូចចាប់ផ្ដើមរអ៊ូទៀតហើយតាមអ្វីដែលគេបាននិយាយនៅខាងក្រៅពិភពតូចឈិនយន្តនេះហាក់ដូចជាឋានសួគ៌នៅលើដីប៉ុន្តែខ្ញុំមានអារម្មណ៍ថាទីនេះប្រៀបដូចជាឋាននរកច្រើនជាងហ្វាំងហៅក៏គិតបែបនោះដែរនៅទីនេះពោពេញទៅដោយធម្មពលនៃចំហាយអរិយគ្រប់ទីកន្លែងបើវាមិនមានច្រើនក្រាស់ក្រែលនៅគ្រប់ទីកន្លែងចឹងហើយណាក៏ពួកយើងនៅតែអាចកត់សម្គាល់វាបានដដែលដើរបន្តិចទៀតក៏បានលើសំឡេងស្រែកកូនអ្នកតូចបានចូលទៅក្នុងខ្លួនហ្វាំងហៅបានមកឡាទីចេញពីទីនោះនៅក្បែរនឹងមានសត្វចម្លែកម្យ៉ាងធ្វើការវាយប្រហារទៅកាន់មនុស្សស្រី2នាក់អាវុធដែលនៅក្នុងដៃរបស់នាងដែលដូចជាខ្វែវនឹងខ្វាចចុះឡើងប៉ុន្តែនៅតែមិនអាចធ្វើអ្វីវាបានទាំងមួយដៃក្មេងស្រីម្នាក់នឹងបានប៉ាំងថយទៅខាងក្រោយម្នាក់ទៀតដែលមានឈុតពណ៌ស្វាយស្ទូចូលទៅម្ដងក៏ត្រូវបានប៉ាំងថយមកខាងក្រោយដូចគ្នាហ្វាំងហៅបានមកឆេះធម្មពលរបស់គេរួចជាស្រេចបំលាស់ទីយ៉ាងលឿនទៅរកអ្នកទាំងពីរនៅពីក្រោយខ្នងគឺជាជ្រោះដាច់កន្ទុយភ្នែកក្មេងស្រីរោបក្រហមឈ្មោះលីងយ៉ាវអេដមីនរៀបរាប់ឈ្មោះមិនទាន់ចំអាសត្វចម្លែកមួយនឹងបានធ្វើការវាយប្រហារទៅកាន់អ្នកទាំងពីរហ្វាំងហៅបំលាស់ទីពីលើអាកាសមកជន់ក្បាលវាពេញទំហឹងចាប់រាងកាយអ្នកទាំងពីរលោតចុះទៅកាន់ជ្រោះក្មេងស្រីរោបក្រហមនឹងបាននិយាយទៅកាន់ហ្វាំងហៅនៅខាងក្រោមគឺជាជ្រោះដាច់កន្ទុយភ្នែកធ្លាក់ទៅប្រកាសជាស្លាប់តើលោកកំពុងតែធ្វើអ្វីនឹងកុំថាលោតចុះទៅក្នុងជ្រោះនោះរួយខ្លួនសត្វចម្លែកមួយនឹងនៅតែបំលាស់ទីដេញតាមចិត្តដល់បាតគេក៏បានហៅអ្នកតូចភ្ញាក់ព្រឹបតែម្ដងចេញមកខាងក្រៅងាកឆ្វេងស្ដាំមើលទៅខាងលើហ្វាំងហៅជន់កណ្ដាលផ្ទៃមុខចុះដល់ក្រោមមើលទៅដៃហ្វាំងហៅប៉ះអ្វីរបស់នាងច្រើនគេចេញកូនអ្នកក្រោកឡើងក៏ស្ដីបន្ទោសទៅកាន់ហ្វាំងហៅអាចង្រៃយោសូម្បីតែមុខខ្ញុំក៏ហ៊ានជន់ដែរកំពុងតែខឹងជាមួយនឹងហ្វាំងហៅក្រឡេកមើលទៅសត្វចម្លែកមួយក្បាលនឹងគឺតាមមុខដល់ទៀតហើយបើការវាយប្រហារហ្វាំងហៅបានចាប់ដៃរបស់វាជាប់បំលាស់ទី2-3ជំហានចាប់ក្រវែងបោកជាមួយនឹងដើមឈើនៅខាងក្រោយហុយធ្លោមតែវាមិនបានកាត់អ្វីទេណាបញ្ចេញកូនចៅរបស់វាជាច្រើនចូលទៅធ្វើការវាយប្រហារអ្នកទាំងពីរហ្វាំងហៅបានបាត់ចេញពីទីនោះខ្លាយទៅជាពន្លឺសម្រុកចូលដូចគ្នាដល់ពីបេដៃអ្នកទាំង3ឈោងមើលពីចម្ងាយហ្វាំងហៅប្រើកណ្ដាប់ដៃសាប់យកឡើងជិះវាក៏ក្រាត់ហ្វាំងហៅទម្លាក់រង្វិលមួយជុំរង្វះមួយជើងប៉ឹងបំលាស់ទីមុខខាងក្រោយស្រែកទៅកាន់នារីវ័យក្មេងឈុតក្រហមខ្ចីលំពេងសិនមកចាប់លំពេងបានលោតទៅខ្វាយសត្វចម្លែកមួយនោះនៅកណ្ដាលអាកាសសងខ្វែវនឹងទៅកាន់ម្ចាស់ដើមវិញនារីឈុតស្វាយនឹងបានអរគុណទៅកាន់ហ្វាំងហៅគេក៏បានដាក់ដៃធ្វើការគោរពដូចគ្នាមិនចាំបាច់គួរសមនោះទេហ្វាំងហៅក៏បានធ្វើការសុំទោសទៅកាន់នារីឈុតក្រហមដែលគេបានប៉ះអ្វីរបស់នាងបន្តិចនឹងតែត្រូវបាននាងប៉ះដោយសារថាមិនអីនោះទេនោះក៏ដោយសារតែកលៈទេសៈប្រថុញញុចប៉ុណ្ណោះខ្ញុំមិនប្រកាន់ឡើយក្មេងស្រីឈុតស្វាយនឹងក៏បាននិយាយទៅកាន់ហ្វាំងហៅនៅក្នុងពិភពតូចឈិនយន្តនេះធម្មពល
ភាគច្រើនត្រូវបានហាមឃាត់មិនឲ្យប្រើប្រាស់ប៉ុន្តែមើលទៅលោកវិញហាក់ដូចជាអាចប្រើប្រាស់ធម្មពលនៅក្នុងរាងកាយពេញលេញបានតែដោយសារតែបញ្ហាអ្វីទៅហ្វាំងហៅក៏មិនបានដឹងដូចគ្នាចំពោះបញ្ហាមួយនេះដឹងតែត្រឹមថាធម្មពលរបស់គេហាក់ដូចជាអាចប្រើប្រាស់បានពេញលេញនិងមិនមានការហាមឃាត់អ្វីនោះទេគេក៏បានបន្តនិយាយប្រហែលដោយសារតែបច្ចេកទេសនៃវិជ្ជាគុណរបស់ខ្ញុំចម្លែងទើបនៅទីនេះមិនអាចដាក់សម្ពាធមកកាន់ធម្មពលវិញ្ញាណរបស់ខ្ញុំបាននៅទីនេះគឺពិតជាមានគ្រោះថ្នាក់ខ្លាំងណាស់អ្នកទាំងពីរដែលមិនអាចប្រើប្រាស់ធម្មពលវិញ្ញាណបានបែបនេះគួរតែប្រញាប់ត្រឡប់ទៅវិញទៅល្អជាងនាងក៏បានអរគុណទៅកាន់ហ្វាំងហៅម្ដងទៀតរួចសួរឈ្មោះរបស់គេដើរចេញហ្វាំងហៅក៏បានប្រាប់ថាខ្ញុំគឺឈ្មោះហ្វាំងហៅអូគាត់គឺជាហ្វាំងហៅបន្តដំណើរទៅខាងមុខទៀតនៅពេលនេះកូននាគតូចនៅតែមិនទាន់ឈប់រករឿងហ្វាំងហៅដែលបានជន់មកគេឡើយដើរឈប់កូននាគតូចក៏បានសួរយ៉ាងម៉េចតើគួរតែមានបិសាចទៀតហើយមែនទេហ្វាំងហៅក៏បានស្រែកទៅខាងមុខឆាប់ចេញមកខ្ញុំបានដឹងថាអ្នកបានតាមដានខ្ញុំពី3ផ្លូវទៅហើយធ្វើការដោយលួចលាក់បែបនេះមិនមែនជាមនុស្សល្អនោះទេបើគ្រាន់បើចេញមកខាងក្រៅមានរឿងអ្វីយើងនិយាយគ្នាភ្លាមនោះដុំថ្មមួយដុំបានហោះចូលមកកាន់ហ្វាំងហៅប្រើបាតដៃវាយបំបែកក៏លេចឡើងនៅមនុស្សម្នាក់ទះមួយដៃចេញហ្វាំងហៅវាយបំបែកបំប៉ាំងគិតទៅខាងក្រោយភ្ញាក់ផ្អើលថាមនុស្សម្នាក់នេះពិតជាមានធម៌ពលខ្លាំងមែនតើឯងគឺជាអ្នកខ្លាំងទាំង7សិនចិនឌីឬក៏ស៊ឺវ៉ាងពីងក៏ល្អដែរដែលឯងស្គាល់ខ្ញុំសម្រុកចូលទៅមួយដៃដូចគ្នាថែមមួយដៃទៀតប៉ាំងចេញប្រើលើបិណ្ឌលឿនរបស់គេសម្រុកចូលទៅម្ដងទៀតហ្វាំងហៅបង្កើតនៅធម៌ពលទាំងមួយដៃអត់រៀនចេញបង្ខំឲ្យគេប៉ាំងថយទៅខាងក្រោយទៀតហើយមិនអស់តែត្រឹមនឹងបញ្ចេញជួងធ្វើការវាយប្រហារពីខាងក្នុងមកខាងក្រៅហ្វាំងហៅគេចរួចហើយក៏ភ្ញាក់ផ្អើលនៅលើលោកនេះបែរជាមានជួងដែលអាចធ្វើការទប់រងជាមួយនឹងការវាយប្រហារនិងអាចវាយប្រហារពីខាងក្នុងចេញមកខាងក្រៅបានគេសម្រុកចូលម្ដងទៀតដៃប៉ះនឹងដៃជើងទល់ជាមួយនឹងជើងពីរវាដៃមួយជើងពីរជើងបង្ខំឲ្យហ្វាំងហៅប៉ាំងថយទៅខាងក្រោយពីរដងគេក៏បាននិយាយឡើងសមត្ថភាពរបស់ឯងបែបនេះបែរជាអាចយកឈ្នះយូរយ៉ាងបានតាមពិតវាគ្រាន់តែជាសំណាងប៉ុណ្ណោះហ្វាំងហៅដាច់ខ្លួនឡើងទៅលើអាកាសតែមួយដៃចុះហុយដេកត្រឡងចូលមកខាងក្រោមក៏បានបាត់គេពីទីនោះនៅពេលរកឃើញគោលដៅដៃក៏បានគៀកនឹងមកដល់រាងកាយរបស់ហ្វាំងហៅទៅហើយខ្ចីធម្មពលពីក្របពូជវិញ្ញាណឋានស៊ូបំផ្ទុះវាឡើងប៉ឹងក្មេងប្រុសម្នាក់នឹងទៅខាងក្រោយអាសាដេរឆានឯងហ៊ានធ្វើឲ្យខ្ញុំមានរបួសបែបនេះផងងើបមុខឡើងស៊ីមួយជើងប៉ឹងកាន់តែឆ្ងាយហ្វាំងហៅដែលខ្លាចការគំរាមបែបនឹងពីកាលណាមកក្រោកឡើងបញ្ចេញជួងការពីរាងកាយដោយការពីពេលមុនហ្វាំងហៅនិយាយគំរាមទៅគេឈ្មោះរបស់អេតចៃបែបនេះចង់មកទប់រងជាមួយនឹងការវាយប្រហាររបស់ខ្ញុំឯងប្រហែលជាយល់ច្រឡំហើយបញ្ចេញដាវគ្មានធូលីចាក់ធម្មពលចូលដាវដែលមិនចេះស្ដាប់បង្គាប់អ្នកណានោះឃើញធម្មពលចំពោះមុខពិតជាសប្បាយចិត្តស្រូបយកគ្មានសំចៃដៃត្រឹមតែមួយពព្រិចភ្នែកជួងការពីរាងកាយរបស់គេនោះបានស្ដាងហើយក៏វាចាប់ផ្ដើមធ្លុះក្មេងប្រុសម្នាក់នឹងបានភ្ញាក់ផ្អើលថាដាវមួយដើមនេះបែរជាមានសមត្ថភាពអាចស្រូបយកធម្មពលរបស់ខ្ញុំគេកាន់តែខំប្រឹងបញ្ចេញធម្មពលដាវគ្មានទលារបស់ហ្វាំងហៅកាន់តែបង្ខំបឺតស្រូបរហូតដល់ខ្សោះអស់ធម្មពលពីខ្លួនលុតជង្គង់នៅចំពោះមុខហ្វាំងហៅបានទុកដាវគ្មានទលាវិញរួចនិយាយទៅកាន់ក្មេងប្រុសម្នាក់នឹងខ្ញុំមិនសម្លាប់ឯងទេនៅពេលនេះបន្ទាប់ពីឯងបានបាត់បង់ធម្មពលអស់ពីខ្លួនទៅហើយជីវិតរបស់ឯងនៅក្នុងពិភពតូចមួយនេះក៏មិនអាចប្រសើរឡើងបានដែរយល់ល្អចាក់ចេញពីទីនេះទៅស្រឡាញ់តែអញ្ចឹងតាទុកជីវិតឲ្យហើយមិនចង់បានដកគុណកំបិតធ្វើការវាប្រហារទៅកាន់ហ្វាំងហៅភ្លាមនោះកំបិតហោះមួយបានចូលមកធ្វើការទប់រងវាប្រហារគេប៉ាំងថយទៅខាងក្រោយវាក៏បានហោះជើទៅដៃម្ចាស់របស់វាវិញមើលទៅស្នៀតកំបិតនេះហាក់ដូចជាធ្លាប់ស្គាល់ក៏ប៉ុន្តែសម្រាប់ភាគនេះត្រូវបានបញ្ចប់អធិស្ឋានរាល់កំហុសខុសឆ្គងដែលបានកែឡើងដោយអចេតនាសង្ឃឹមថាអ្នកទាំងអស់គ្នាមិនប្រកាន់នោះទេអញ្ចឹងយើងនឹងចាំជួបគ្នានៅវីដេអូក្រោយដែលជាភាគទី17សម្រាប់ភាគនេះត្រូវបានបញ្ចប់បាយអ្នកទាំងអស់គ្នា